តើយើងអាចរកចំណូលពី YouTube បានដែរឬទេនៅក្នុងប្រទេសកម្ពុជាហើយមានមនុស្សជាច្រើនតែងតែគេហៅថានិយាយថានៅស្រុកខ្មែរគឺ YouTube អត់ pay នោះទេអីជាដើមផ្សេងៗបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកស្រាយចម្ងល់បងប្អូនអរគ្នាតែប៉ុន្តែនៅស្រុកខ្មែររបស់យើងក៏អាចរកចំណូលពី YouTube បានដែរបាទហើយมันស្មុគស្មាញច្រើនទេបងប្អូនមានតែឧបករណ៍មួយចំនួនដូចជាទូរស័ព្ទឬក៏អីហើយអាចទៅបង្កើត YouTube ដើម្បីផុសរកធ្វើការរកលុយពី YouTube បានហើយដោយការបង្កើតជា original content អីផ្សេងៗបាទអញ្ចឹងបើសិនជាបងប្អូនចង់ដឹងច្បាស់ឥឡូវនេះយើងចូលទៅមើលនៅ channel របស់ខ្ញុំមួយដែលខ្ញុំបានបង្កើតមួយរយៈមកហើយក៏បច្ចុប្បន្ននេះគឺខ្ញុំអាចរកលុយបានពី YouTube ទៅហើយចាឥឡូវយើងចូលទៅមើលទាំងអស់គ្នាបងប្អូនទាំងអស់គ្នាណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកមើល channel របស់ខ្ញុំមួយនេះបាទដែលchannel ផ្លូវការរបស់ខ្ញុំនេះគឺខ្ញុំមិនសូវជាបានផុសវីដេអូប្រហែលទេខ្ញុំធ្វើតិចតួចទេបាទហើយបច្ចុប្បន្ននេះគឺអាចរកលុយបានហើយឥឡូវយើងចូលមកមើលកាលពីខែមុនទាំងអស់គ្នាបងប្អូនណាបាទអញ្ចឹងនេះគឺជា Google AdSense របស់ខ្ញុំបាទបងប្អូនចូលមកបាទអញ្ចឹងគឺកាលពីខែមុនខែ3បាទថ្ងៃទី25គឺ YouTube បាន pay មកឲ្យខ្ញុំនៅទឹកប្រាក់បាទនេះទឹកប្រាក់ណាបងប្អូន$135បងប្អូនណាបាទនេះគឺខែ3ហើយនៅក្នុងនោះគឺមានកាត់ពន្ធកាត់អីទៀតពីលើហ្នឹងបងប្អូនអរគ្នាចុះកាលពីខែ2គឺ100ជាងដែរបងប្អូនអរគ្នានេះបាទខែ2គឺទទួលបាន$113អញ្ចឹងត្រឡប់មកវិញសម្រាប់បងប្អូនដែលចង់បង្កើតប្រាក់ចំណូលអនឡាញឬក៏តាមរយៈ YouTube ជាដើមខ្ញុំនឹងមានបើកវគ្គបង្រៀន free មួយបាទនៅឆ្នាំ2026នេះដែលវគ្គហ្នឹងគឺខ្ញុំបង្រៀនបងប្អូនតាំងពីចាប់ផ្ដើមដំបូងរហូតទៅដល់រកលុយបានសម្រាប់បងប្អូនដែលចង់រៀនវគ្គហ្នឹងគឺខ្ញុំនឹងបើកបង្រៀន free អញ្ចឹងទាក់ទងទៅនឹងបងប្អូនដែលអត់ចេះសោះក៏អាចមើលបានចូលសិក្សាបានហើយដែរឬមួយក៏មានជាសំណួរអីផ្សេងៗបងប្អូនអាចសាកសួរមកកាន់ខ្ញុំបានដោយសេរីណាបងប្អូនទាំងអស់គ្នានៅក្នុងនៅលើ YouTube របស់ខ្ញុំវគ្គបង្រៀនរបស់ខ្ញុំហ្នឹងគឺមានឈ្មោះថា From Zero to YouTube Income 2026ឬក៏យើងប្រើជាភាសាខ្មែរថាការចាប់ផ្ដើមធ្វើ YouTube ពីចំណុច0រហូតទៅដល់អាចរកចំណូលពី YouTube បាននៅក្នុងឆ្នាំ2026ដែលខ្ញុំនឹងបង្រៀនពីការចាប់ផ្ដើមដំបូងរហូតទៅដល់យើងទទួលលុយពី YouTube បានអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍អាច comment នៅខាងក្រោមឬក៏ subscribe នៅលើ channel របស់ខ្ញុំមួយនេះដើម្បីទទួលបានវីដេអូបន្ថែមទៀតសូមអរគុណច្រើន